ជំរាបសួរលោកវិជ្ជបណ្ឌិតចាតើអ្វីដែលហៅថាជំងឺរលាកប្រព័ន្ធទឹកមាត់ចាតាមបានជំងឺរលាកប្រព័ន្ធទឹកមាត់គេចែកចេញជាពីរចំណែកមួយចំណែកនោះគេហៅថារលាកចំណែកខាងលើបានន័យថាវារលាកតម្រងនោមហើយមួយផ្នែកហ្នឹងគឺថារលាកផ្នែកខាងក្រោមគឺរលាកនៃខ្លោបនោមនឹងឯងហេតុម៉េចបានគេចែកចេញជាពីរអញ្ចឹងពីព្រោះថាការរលាកហ្នឹងគឺថាវាមានការវិវត្តខុសគ្នាបើកាលណាវារលាកផ្នែកខាងលើបានន័យថាវាធ្វើឲ្យខូចតម្រងនោមនឹងជួនកាលអីវាអាចខូចតម្រងនោមទាំងសងខាងហើយកាលណាខូចតម្រងនោមទាំងសងខាងមានការប៉ះពាល់ទៅដល់អាយុជីវិតអ្នកជំងឺចំណែកឯរលាកផ្នែកខាងក្រោមគឺវាប៉ះពាល់ជាទូទៅរលាកខ្លោបនោមនឹងឯងចាហើយការរលាកខ្លោបនោមហ្នឹងគឺថាវាមានសភាពស្រាលទេចារវាងជំងឺទាំងពីរនេះមួយណាដែលកើតឡើងញឹកញាប់ជាងគេណាចារលាកខ្លោបនោមគឺកើតជាញឹកញាប់ជាងគេចុះជំងឺនេះវាកើតឡើងចំពោះអ្នកជំងឺប្រភេទណាស្ត្រីគាត់ងាយនឹងរងគ្រោះទទួលកើតជំងឺនេះណាមែនទេចាបាទជាការពិតដែរគឺជំងឺរលាកខ្លោបនោមហ្នឹងគឺថាវាកើតឡើងជាទូទៅលើស្ត្រីភេទហេតុម៉េចបានជាកើតច្រើនទៅលើស្ត្រីភេទពីព្រោះកាយវិទ្យារបស់យើងគឺថា anatomy របស់យើងគឺថាបរិសុទ្ធហើយនឹងស្ត្រីហ្នឹងគឺថាវាខុសគ្នាចាចំពោះស្ត្រីភេទទ្វារលាមកហើយនឹងទ្វារមាសហើយនឹងដែលបំពង់បង្ហូរទឹកនោមហ្នឹងគឺថាវានៅក្បែរគ្នាដូច្នេះហើយគឺថាវាអាចឆ្លងពីទ្វារលាមកហ្នឹងទៅតាមអ៊ីរ៉េតហ្នឹងរួចហើយវាចូលទៅក្នុងវេស៊ីហ្នឹងវាបង្កើតឲ្យទៅជារលាកខ្លោបនោមហ្នឹងចាចំណែកឯបរិសុទ្ធវិញគឺថាវាមាននៃកាយវិទ្យាខុសគ្នាបាទពីព្រោះនៃអ៊ីរ៉េតរបស់បរិសុទ្ធយើងវាវែងផ្លូវបង្ហូរទឹកនោមនេះចាអ៊ីរ៉េតហ្នឹងគឺបានន័យថាបាទហ្នឹងអាហ្នឹងគេហៅបង្ហូរនោមបង្ហូរនោមចាបង្ហូរនោមបាទអាបង្ហូរនោមរបស់បរិសុទ្ធហ្នឹងគឺថាវាវែងណាវែងហើយវានៅឆ្ងាយពីទ្វារលាមកដូច្នេះហើយគឺវាមិនងាយឆ្លងមេរោគវាទៅងាយដល់ទេព្រោះផ្លូវវាឆ្ងាយយ៉ាងទៀតបង្ហូរនោមបរិសុទ្ធហ្នឹងក៏វែងទៀតហើយបរិសុទ្ធហ្នឹងគឺថាមានវាមានបញ្ចេញទឹកនេះហ្នឹងប្រឆាំងនឹងមេរោគហ្នឹងទៀតកុំឲ្យមេរោគហ្នឹងវាឡើងចូលទៅខ្លោបនោមលហើយគឺថាបរិសុទ្ធហ្នឹងគឺថាមិនទៅកើតទេចាបើគាត់ចាមានដែរគឺមានឡើងដល់ទៅជំងឺប្រូស្តាតតែម្ដងមិនអញ្ចឹងហ៎ចាបាទកាលណាវាមានវាច្រើនតែយើងនៅពេលដែលយើងធ្វើការពិនិត្យឆ្លុះខ្លោបនោមអីទៅយើងប្រើសម្ភារៈអីទៅចាជួនកាលអីវាឆ្លងនៅពេលដែលកើតប្រូស្តាតដូចជាអ្នកស្រីថាអញ្ចឹងគឺថាកើតប្រូស្តាតទៅយើងវាធ្វើឲ្យទឹកនោមនឹងចាល់ទៅវាឲ្យដែលផ្លោកនោមនឹងលាកដែរចាថាតើការរលាកផ្លោកនោមនេះវាបណ្ដាលមកពីអ្វីដែរទៅចាវាបណ្ដាលមកពីមេរោគគឺថាវាមានច្រើនប្រភេទហើយមេរោគដែលគេជួបប្រទះជាងគេគឺឈ្មោះ Escherichia coli ណាចា Escherichia coli នេះគឺថាវានៅក្បែរទ្វារលាមកហ្នឹងហើយគឺថាវាអាចឆ្លងតាមទ្វារមាសយើងព្រោះអាហ្នឹងវាទៅនៅក្បែរគ្នាបាទចាតើជំងឺនេះវាមានតំណែងតំណងជាមួយនឹងការរួមភេទដែរឬទេចាបាទអាហ្នឹងគឺថាវាមានថាវាមិនមែនមានជាទូទៅទេគឺថាវាមាននៅក្នុងលក្ខណៈខ្លះឧទាហរណ៍តាមក្បួនពេទ្យគឺថាមុននឹងយើងរួមសង្វាក់ណានារីភេទហ្នឹងគឺថាត្រូវសម្អាតវាមាសពេរីណេសម្អាតរីយ៉ុងអាណាល់ហ្នឹងគឺថាលាងសម្អាតឲ្យបានស្អាតដើម្បីនៅពេលដែលយើងរួមភេទទៅគឺថាកុំឲ្យចម្លងមេរោគអានេះទី1ហើយទី2ទៀតការរួមភេទហ្នឹងបើថាយើងរួមភេទដោយមិនបង្ខំទេគឺថាវាមិនបញ្ហាទេបើកាលណាយើងរួមភេទដោយបង្ខំឧទាហរណ៍ថាមិនទាន់បញ្ហានឹងឡើងទៅកាលណាវាឡើងខ្លាំងទៅធម្មតាមនុស្សយើងទាំងសងស្រីគឺថាវាចេញមកពេលហ្នឹងកាលណាយើងរួមដំណេកទៅគឺថាវាអត់មានការប៉ះពាល់កាត់ដាច់រលាត់ទៅលើមុខកើម្ល៉េះហើយវាអត់មានបញ្ហាដែលធ្វើឲ្យលាកមួយកើហ្នឹងដែលវាអាចឆ្លងទៅដល់វិស្ទីហើយបន្តមកទៀតវាអាចមានដូចថារលាកខ្លោបនោមនៅរាត្រីទឹកឃុំពេលរាត្រីហ្នឹងគឺថាយើងពេញចិត្តពេញស្លាមជាមួយគ្នាយើងមានចំណង់ចំណូលចិត្តទៀតច្រើនដងនិយាយរួមហ្នឹងគឺថាច្រើនដងចាកាលណាយើងរួមរត់គ្នាច្រើនដងណាពេលហ្នឹងនេះដូចជាម៉ាស៊ីនឡានយើងក៏វាមានការកាត់ក្តៅអីចឹងដែរយើងវាអត់ខុសគ្នាបាទចាដូច្នេះហើយកាល
ណាក្តៅទៅវាអាចទៅលាកអាមីកើហ្នឹងលាកអាមីកើហ្នឹងគឺថាវាអាចថាមេរោគហ្នឹងវាចូលទៅតាមបើថាយើងមានបញ្ហាហ្នឹងណាចង់ច្រើនដងឬដល់អាហ្នឹងគឺជួបពេទ្យណាសុំថ្នាំអីការពារហើយតមកទៀតគឺថាត្រីដែលមាននពោពីព្រោះត្រីដែលអស់រដូវហើយវាមាសគាត់ស្ងួតវាស្ងួតដោយសារវាខ្វះអានេះអរម៉ូនអេស្ត្រូហ្សែនចាកាលណាវាស្ងួតទៅស្ងួតយូរទៅវាឲ្យលាកអាវ៉ាសាំងហ្នឹងកាលណាលាកវ៉ាសាំងហ្នឹងវាអាចឆ្លងដែរទៅផ្លោកនោមវាឲ្យទៅជាលាកផ្លោកនោមដែរឬក៏កាលណាគាត់រួមសង្វាក់គ្នាទៅនេះបើកាលណាមិនបានប្រើប្រាស់ថ្នាំដែលមានជាតិអំអិលដូចជាហ្សែលអូសូហ្សែនឬក៏ស្អីទេពេលហ្នឹងគឺថាវាអាចពិបាកដែរវាបាំងតែអត់មានជាតិអំអិលគឺថាហ្នឹងវាធ្វើឈឺចាប់ថែមទៀតផងចាហើយបង្កជាបាទពេលហើយអាចឈឺចាប់ហ្នឹងអញ្ចឹងហើយបានវាបង្កើតឲ្យមានរលាកផ្លោកនោមនេះហ្នឹងគឺថាឆ្លងទៅវារលាកផ្លោកនោមទៀតចាតើជំងឺរលាកនេះវាមានរោគសញ្ញានិងអាការៈនេះដែរចំពោះរលាកផ្លោកនោមហ្នឹងអ្នកជំងឺខ្លះវាអត់មានរោគសញ្ញាអ្នកជំងឺខ្លះវាឲ្យស្ដែងចេញជារោគសញ្ញាអ្នកជំងឺដែលរលាកផ្លោកនោមអត់មានរោគសញ្ញាអីច្រើនតែត្រីដែលមានតិចពោះឬក៏ពួកឌីយ៉ាបេតអីគឺថានឹងកាលណារលាកផ្លោកនោមទៅអត់ទៅមានសញ្ញាអីទេហើយអ្នកដែលរលាកដែលមានសញ្ញានោះភាគច្រើនអ្នកជំងឺនោមដាច់តែច្រើនដងណាយើងធម្មតាមួយថ្ងៃនោម 3-4 ដងអញ្ចឹងក៏ប៉ុន្តែដល់ពេលរលាកផ្លោកនោម 4-10 ដងគឺថាពេលនោមហ្នឹងនោមតិចហើយពេលនោមហ្នឹងទៀតអ្នកជំងឺមានការឈឺស្សាកាហល់កាហាយឬជួនកាលអីគេហៅថារាកនោមអត់ដឹងខ្លួនឬជួនកាលពេលទៅបាត់ជើងតូចហ្នឹងមិនទាន់ចេញមកធម្មតាដូចគេឯងដូចពេលដែលយើងអត់ទាន់ឈឺទេយូរពេលទៅបានទឹកនោមនឹងចេញមកចានឹងការអីសល់ទឹកនោមនៅក្នុងផ្លោកនោមទៀតកាលណាវារលាកខ្លាំងទៀតទៅវាអាចមាននោមឈាមនៅពេលដែលយើងមានអាការៈបែបនេះហើយការព្យាបាលយើងអាចព្យាបាលបានជាដាច់ស្រឡះគ្មានបញ្ហាអ្វីទេហ៎ចាពីព្រោះជំងឺផ្លោកនោមគឺថាព្យាបាលបានជាមិនមានបញ្ហាទេក៏ប៉ុន្តែការព្យាបាលហ្នឹងគឺថាវាមានលក្ខណៈពីរយ៉ាងទីមួយគឺថាជំងឺផ្លោកនោមខ្លះយើងព្យាបាលទៅវាជាបានយូរទៅជាងការអីជំងឺតែលាកផ្លោកនោមខ្លះយើងព្យាបាលទៅជាបានមួយខែទៅសត្វតែកើតឡើងវិញណាកើតឡើងវិញកាលណាវាកើតឡើងវិញទៅយើងត្រូវស្រាវជ្រាវរកមើលតើវាមានបញ្ហាអីពាក់ព័ន្ធនឹងទៀតវាអាចពាក់ព័ន្ធទៅលើ anatomy ដូចជាវាមានផ្លោកនោមនឹងវាបែកខ្នែងគេហៅថា vertical vesical ឬ urethral អីនេះតែកាលណាយើងមិនបានព្យាបាលពីមូលហេតុនោះទេគឺថាលាកផ្លោកនោមវាច្រើនការផ្សាឡើងវិញចាដូច្នេះជាសរុបសូមលោកសាស្ត្រាចារ្យមេត្តាជួយផ្ដល់ជាដំបូន្មានសំខាន់ដើម្បីអាចជៀសវាងកុំឲ្យកើតជំងឺរលាកផ្លោកនោមនេះបានទេចាដំបូន្មានគឺមានដូចតទៅនេះទី1គឺថាដើម្បីជៀសវាងកុំឲ្យរលាកផ្លោកនោមហ្នឹងយើងត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ហ្នឹងជាករណីពិសេសហើយទី2ទៀតនៅពេលចង់បាត់ជើងតូចនេះកុំប្រឹងទប់ទោះបីនៅកណ្ដាលផ្លូវអីក៏ដោយគឺថារកកន្លែងណាដែលយើងទៅបាត់ជើងតូចបានចាបើកាលណាយើងទុកយូរទៅអាហ្នឹងវានាំឲ្យទឹកនោមនឹងចាល់នេះកាលណាចាល់នៅក្នុងផ្លោកនោមយូរអាហ្នឹងគឺថាវាអាចឲ្យយើងលាកផ្លោកនោមហើយចំពោះស្ត្រីភេទកាលណាយើងទៅបន្ទោបង់លាមកឬក៏ទៅបាត់ជើងតូចអីកាលណាយើងជូតហាមដាច់ខាតគឺយើងកុំធ្វើស្វាំងពីខាងក្រោយមកខាងមុខព្រោះខាងក្រោយវាមានដេញទ្វារលាមកខាងមុខគឺថាទ្វារមាសយើងបើកាលណាយើងជូតពីក្រោយមកគឺថាវាឆ្លងពីទ្វារលាមកមកទ្វារមាសហ្នឹងដូច្នេះគឺថាយើងជូតពីខាងមុខទៅខាងក្រោយបន្ទាប់មកទៀតពេលបន្ទាប់ពីរួមដំណេកហើយគឺថាយើងធ្វើម៉េចយើងទៅបាត់ជើងតូចហ្នឹងឲ្យបានឆាប់ចាដូច្នេះនាងខ្ញុំសូមថ្លែងអំណរគុណលោកសាស្ត្រាចារ្យសូមបញ្ជាក់ថាលោកសាស្ត្រាចារ្យមុំទូគឺមានឯកទេសផ្នែកប្រព័ន្ធទឹកមាត់និងជាប្រធានផ្នែកវះកាត់នៅមន្ទីរពេទ្យកាឡាម៉ែតនិងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងភ្នំពេញដកស្រង់ដោយតំបន់សុខភាពប្រសិនបើករណីប៉ះពាល់ដល់កម្មសិទ្ធិបញ្ញាសូមតាក់ទងមក Telegram តំបន់សុខភាពសូមអរគុណ